មេរិកលុបចោលសមយុទ្ធចោះចោតទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូងខណៈសង្គ្រាមអ៊ីរ៉ង់កំពុងទាញកម្លាំងអាមេរិកទៅបច្ចឹមបូព៌ាសហរដ្ឋអាមេរិកបានសម្រេចលុបចោលសមយុទ្ធយោធាចោះចោតតាមឆ្នេរសមុទ្រសាងយ៉ុងដែលគ្រោងធ្វើរួមគ្នាជាមួយកូរ៉េខាងត្បូងនៅខែក្រោយទីក្រុងសេអ៊ូលបញ្ជាក់ថាការសម្រេចចិត្តនេះពាក់ព័ន្ធនឹងការខ្វះសមត្ថភាពក្នុងការបែងចែកកម្លាំងអាមេរិកខណៈកងទ័ពអាមេរិកកំពុងប្រឈមសម្ពាធពីសង្គ្រាមនៅអ៊ីរ៉ង់នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters, AP, Al Jazeera និង South China Morning Post សមយុទ្ធនេះត្រូវបានគេចាត់ទុកថាជាការវឹកហាត់យោធាដ៏សំខាន់សម្រាប់សម្ព័ន្ធមិត្តអាមេរិកនិងកូរ៉េខាងត្បូងដូច្នេះការលុបចោលនេះកំពុងបង្កសំណួរថាតើសង្គ្រាមនៅបច្ចឹមបូព៌ាកំពុងប៉ះពាល់ដល់សមត្ថភាពយោធារបស់អាមេរិកនៅអាស៊ីឬយ៉ាងណាសមយុទ្ធសាងយ៉ុងត្រូវបានរៀបចំរៀងរាល់2ឆ្នាំម្ដងដោយមានការចូលរួមពីកងម៉ារីនអាមេរិកនិងកូរ៉េខាងត្បូងការវឹកហាត់រួមមានប្រតិបត្តិការចុះចោតតាមសមុទ្រដោយប្រើនាវាយន្តហោះនិងកងកម្លាំងជើងគោកភាគីទាំងពីរនៅតែពិភាក្សាអំពីលទ្ធភាពរៀបចំសមយុទ្ធនេះឡើងវិញការលុបចោលនេះបានកើតឡើងស្របពេលអាមេរិកកំពុងបង្កើនការបែងចែកកម្លាំងនិងធនធានយោធាទៅកាន់បច្ចឹមបូព៌ាដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់មុននេះអាមេរិកក៏បានកាត់បន្ថយទំហំសមយុទ្ធ Uchi Freedom Cell ជាមួយនឹងកូរ៉េខាងត្បូងពី11ថ្ងៃមកត្រឹម5ថ្ងៃផងដែរស្ថានភាពកាន់តែរសើបខណៈកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាឡេស្ទិករយៈចម្ងាយជិតចំនួន10គ្រាប់អំឡុងពេលសមយុទ្ធអាមេរិកនិងកូរ៉េខាងត្បូងទីក្រុងព្យុងយ៉ាងបានរិះគន់សមយុទ្ធនេះថាជាការវឹកហាត់សម្រាប់សកម្មភាពប្រឆាំងកូរ៉េខាងជើងការលុបចោលនិងកាត់បន្ថយសមយុទ្ធកំពុងបង្កការព្រួយបារម្ភអំពីកម្រិតត្រៀមខ្លួននិងភាពជឿជាក់លើសម្ព័ន្ធភាពអាមេរិកនៅអាស៊ីខណៈទីក្រុងវ៉ាស៊ីនតោនត្រូវបែងចែកកម្លាំងរបស់ខ្លួនរវាងតំបន់អាស៊ីនិងសមរភូមិមជ្ឈិមបូព៌ា